បងសួរថាធ្វើម៉េចត្រួយធំស្លឹកក្រាស់បាទបងបើសិនជាបងចង់ឲ្យចន្ទីបបងត្រួយធំស្លឹកក្រាស់បងប្រើ GNPK ដែលមានលេខ N ខ្ពស់ឬក៏យើងហៅថាអាសូតខ្ពស់ដែលបើសិនជាបងត្រូវការបងណែនាំមកមុខនេះគឺឈ្មោះថាត្រួយខ្លាំងដែលមានលេខ NPK លេខ3311មានបូកជាមួយនឹងហ៊ុយមីកអាស៊ីតហើយបូកជាមួយនឹង TR នោះគឺជាពពុះមីក្រូធាតុតូចៗចម្រុះបន្ថែមទៀតសម្រាប់មីក្រូធាតុនោះគឺមាន2សំខាន់នៅក្នុងហ្នឹងគឺមានទី1នឹងម៉ាញ៉េស្យូមទី2នឹងស័ង្កសីសម្រាប់ម៉ាញ៉េស្យូមនោះគឺវាចូលរួមទៅក្នុងការផលិត chlorophyll ដែលជាសារធាតុពណ៌បៃតងក្រាស់ល្អសម្រាប់ដំណាំចន្ទីរបស់យើងទៅលើស្លឹកហើយនៅក្នុងដំណាក់កាលទាញត្រួយនឹងដែរបងគួរតែប្រើពពុះអរម៉ូនទៅចូលរួមជាមួយផងដែលពពុះអរម៉ូនបងណែនាំមកមុខនេះគឺរំញោចខ្លាំងគឺមកដបចំណុះកន្លះលីត្រសម្រាប់រំញោចខ្លាំងហ្នឹងគឺវាមានតួនាទីទៅជំរុញឲ្យចន្ទីរបស់យើងឆាប់ផលិតពកត្រួយឆាប់បែកមាត់ចាបបញ្ចេញត្រួយឲ្យយើងអញ្ចឹងសម្រាប់បងចង់ឲ្យចន្ទីបបងត្រួយមានទំហំធំត្រួយមានប្រវែងវែងស្លឹកចន្ទីមានកម្រាស់ក្រាស់ស្លឹកមានទំហំធំហើយស្លឹកមានពណ៌បៃតងខៀវស្រស់បងប្រើឈុតនេះបានហើយសម្រាប់ឈុតនេះបងមានលក់ហើយសម្រាប់បងចង់បានបងអាចតាក់ទងមកលេខទូរស័ព្ទបង0978482671អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះចង់សួរនាំខ្ញុំពីបញ្ហាចន្ទីពុកម៉ែបងប្អូនឬចង់ដឹងទាក់ទងនឹងជីថ្នាំអាច comment សួរនាំបានបាទសូមអរគុណ